แต่យើងមកអនវាហើយណាយើងហើយស្រកខនអ្នកគ្រូមិនទាន់មកផងហ្នឹង Hello កូនៗអ្នកគ្នាថ្ងៃហ្នឹងអ្នកគ្រូមានដំណឹងល្អចង់ប្រាប់មានសិស្សចូលថ្មីឈ្មោះស៊ីណូទៅទៀតគេមកហើយស៊ីណូចូលមកក្នុងមកជម្រាបសួរអ្នកគ្រូអីអូ Hello ភេទទាំងអស់គ្នាហើយខាងមានថាចឹងទៀតណាអត់មានមកធ្វើមុខច្រាញ់ចឹងទេស៊ីណូទៅអង្គុយតាមតុទៅកូនគ្រូខ្វល់ពីសំដីវាគ្រូមករួមមេរៀនចាស់បើសិនណាគេអត់ចេះឈរជើងមួយណាឡើយចាប់ផ្ដើមឥឡូវអ្នកគ្រូផ្ដើមសួរសំណួរហើយតើក្មេងស្ទៀវមួយក្រុមកំពុងនាំគ្នាបង្ហោះអីអ្នកគ្រូក្មេងស្ទៀវមួយក្រុមកំពុងតែបង្ហោះម៉ូតូកូនក្មេងស្ទៀវមួយក្រុមកំពុងនាំគ្នាបង្ហោះផ្លែចាកូនត្រូវឲ្យតាឥឡូវឈានដល់សំណួរទី2ការញ៉ាំរបស់ផ្អែមបណ្ដាលឲ្យគ្រូការញ៉ាំរបស់ផ្អែមបណ្ដាលឲ្យគាត់ទឹកនំផ្អែមហើយកូនការញ៉ាំរបស់ផ្អែមគឺបណ្ដាលឲ្យឆ្ងាញ់ដឹងអត់អាយអូទីម៉ាការញ៉ាំរបស់ផ្អែមបណ្ដាលឲ្យឆ្ងាញ់ម៉ោងជិញលេងហើយឥឡូវចាំម៉ោងក្រោយអ្នកគ្រូសួរសំណួរមួយទៀតអញ្ចឹងកូនជិញលេងសិនទៅចាំម៉ោងក្រោយចាំយើងឆ្លើយសំណួរមួយទៀតណាស់សាទៅហើយសេណូមកយើងនិយាយដល់អ្នកគ្រូអើយនិយាយមកយើងចាំស្ដាប់ណាស់ទៅអត់បានហើយវាទេនិយាយមកហើយគ្រូនេះមិនទេអ្នកគ្រូនៅនិយាយមកដាក់ភ្លាមមិនតើកាញ់ខ្ញុំប្រពន្ធបណ្ដាលឲ្យឆ្ងាញ់ខ្ញុំខែចូលរៀនដល់មកចូលរៀនហើយហើយជួអ្នកគ្រូដល់ហើយតាមតែលេងមាញ់សោះចៃដល់ណែបើខ្ញុំពីចូលជុំពីសួរអ្នកគ្រូចូលរៀនបាត់ក្រាតណាហេបាត់ក្រាតណាកូនអ្នកគ្រូចន្ទរាលេខបាត់ជើងតូចហ្មងតើឥឡូវយើងចូលសំណួរទី3តើបន្លែនិងផ្លែឈើមួយណាមានសុខភាពល្អជាងឥឡូវទីបងងឹកឆ្លើយគ្រូបន្លែហើយកូនបន្លែនិងផ្លែឈើអ្វីដែលមានជីវជាតិជាងគេនោះគឺ hamburger បែបឆ្លើយសំណួរនេះគ្រូខុសអញ្ចឹងណាវិន័យដឹងតែស្អីហើយឆាប់ចូលជើងមួយខាងក្រៅទៅឯងអត់ស្វែងឡាប់តាមអ្នកគ្រូទេឥឡូវចូលជើងមួយទៅតែបានកូនថ្ងៃនេះក្រៅចា